ខ្ញុំមិនអាចឲ្យអ្នកអតីតគិតថាកូនស្រីត្រកូលសៀជាមនុស្សអសមត្ថភាពនោះទេអ្នកនាងដឹងទេពេលនេះអ្នកនាងមើលទៅដូចព្រះអង្គពេលកំពុងពិនិត្យរីកេចបេះបិទតែម្ដងទីបំផុតឯងចាប់ផ្ដើមយកចិត្តទុកដាក់ហើយស៊ីយុនស៊ូថ្ងៃនេះព្រះអង្គគិញយំដល់ទៅ3ដងទាំង3ដងគឺដោយសារតែអ្នកនាងសៀស្ថានភាពក្នុងវាំងក្រោយប្រហែលជាត្រូវផ្លាស់ប្ដូរហើយទៅចុះលោកឪពុកនៅពេលកាំងច្រើនឆ្នាំមកហើយក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមាតាម្ចាស់នឹងមានអ្នកជួយចាត់ការសៀតាយីងជំនួសយើងមិនខានព្រះនាងព្រះអង្គហាក់ដូចជាប្រណីដល់សៀតាយីងខុសពីធម្មតាតើយើងធ្វើបែបនេះក្រែងលោយើងបានធ្វើអ្វីទៅយើងគ្រាន់តែឲ្យលោកឪពុកអញ្ជើញសាច់ញាតិមេតបពេលកាំងពី3នាក់ទៀតមកចូលរួមប៉ុណ្ណោះបើសៀតាយីងមានសមត្ថភាពនាងនឹងដោះស្រាយបានដោយខ្លួនឯងបើគ្មានសមត្ថភាពទេក៏មិនសមនឹងនៅក្នុងវាំងនេះដែរក្រាបទូលព្រះអង្គទឹកតែរួចរាល់ហើយចំណែកតែរបស់អ្នកនាងសៀក៏បានបញ្ជូនទៅរួចរាល់ដែរនាងមើលសៀវភៅពេញមួយរសៀលមែនទេក្រាបទូលមិនត្រឹមតែមើលពេញមួយរសៀលទេថែមទាំងឲ្យអ្នកបម្រើទៅយកកំណត់ត្រារបស់លោកស្រីសៀមកទៀតផងអ្នកនាងសៀពិតជាយកចិត្តទុកដាក់ណាស់កំណត់ត្រារបស់លោកស្រីសៀព្រះអង្គចង់មានបន្ទូលដល់មិត្តសម្លាញ់របស់លោកស្រីសៀគឺអ្នកស្រីសិនរវៃមែនទេសិនរវៃឆ្នាំដែលយើងអាយុ8ឆ្នាំទើបតែមកដល់ដំណាក់គ្រូទេយើងឯក៏ណាស់មិនព្រមសល់អ្វីទាំងអស់គឺនាងដែលកាន់បង្អែមមកបញ្ចុកយើងម្ដងមួយម៉ាត់នាងគឺជាមនុស្សដំបងគេដែលល្អចំពោះយើងមិនមែនព្រោះតែយើងជាបុត្រារបស់ព្រះរាជាពេលនាងចាក់ចេញទៅយើងមានអាយុ11ឆ្នាំដំណាក់ទាំងមូលពោពេញដោយពណ៌សៀយុនស៊ូលុតជង្គង់ក្នុងរោងបុណ្យសពអស់រយៈពេល3ថ្ងៃមិនសល់អ្វីសោះយើងកាន់បបរទៅឲ្យនាងងើបមុខឡើងភ្នែកក្រហមញ៉ាំងប៉ុន្តែមិនស្រក់ទឹកភ្នែកសំបីតែមួយដំណក់តើនាងបាននិយាយអ្វីខ្លះមូរងជីងមេដារបស់ខ្ញុំចែកឋានទៅហើយពីថ្ងៃនេះទៅគ្មានអ្នកណាសិតសក់ឲ្យខ្ញុំទៀតទេយើងនឹងសិតឲ្យឯងបន្ទាប់មកនាងក៏ធាក់យើងធ្លាក់ចូលក្នុងស្រះទឹកព្រោះតែយើងធ្វើឲ្យសក់នាងដាច់អស់3សរសៃពេលសិតឲ្យនាងដេញតាមយើងពេញសួនច្បាររហូតដល់យើងធ្លាក់ទឹកនេះពិតជាដូចចរិតរបស់អ្នកនាងសៀមែនចៅទិសឹងក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមាតាម្ចាស់យើងចង់ឲ្យនាងអង្គុយក្បែរយើងព្រះអង្គកន្លែងអង្គុយក្បែរព្រះអង្គគឺសម្រាប់តែព្រះមហេសីឬព្រះស្នំឯកប៉ុណ្ណោះអ្នកនាងសៀគ្រាន់តែជាតាយីងបើឲ្យនាងអង្គុយទីនោះវានឹងបង្កជារឿងធំក្នុងចំណោមមន្ត្រីនិងវាំងក្រោយមិនខានយើងដឹងព្រំដែនមិនស្ងប់ក្នុងរាជវាំងក៏មានការបះបោរមានអ្នកចង់ប្រើពិធីបុណ្យនេះដើម្បីធ្វើរឿងមិនល្អយើងត្រូវការមនុស្សដែលយើងទុកចិត្តបំផុតនៅក្បែរខ្លួននាងគឺជាមនុស្សដែលស័ក្តិសមបំផុតព្រះអង្គមានបន្ទូលថាក្នុងពិធីបុណ្យអាចនឹងមានយើងមិនបាននិយាយអ្វីទេឯងគ្រាន់តែចាត់ការតាមយើងបង្កប់ទៅថ្ងៃពិធីបុណ្យរៀបចំកន្លែងអង្គុយឲ្យសៀតាយីងនៅខាងឆ្វេងដៃយើងលំដាប់ទី1ចំណែកហេតុផលគឺថានាងមានគុណសម្បត្តិកុំទាន់ប្រាប់នាងឲ្យសោះក្រែងលោនាងបារម្ភរហូតជ្រុះសោះអស់ព្រះអង្គកំពុងត្រួសត្រាយផ្លូវឲ្យអ្នកនាងសៀប៉ុន្តែតើផ្លូវនេះត្រូវរៀបចំឲ្យឆ្ងាយនិងរឹងមាំកម្រិតណាទើបអាចបញ្ជូនតាយីងម្នាក់ទៅកាន់តំណែងនោះបានសៀវឈុយខ្ញុំយល់សប្តិឃើញមូរងជីងចង់កាត់ក្បាលខ្ញុំអ្នកនាងនេះជាយប់ទី3ហើយដែលអ្នកនាងយល់សប្តិឃើញព្រះអង្គចង់កាត់ក្បាលលើកមុនគឺរឿងទឹកខ្មៅមិនល្អលើកមុនទៀតគឺរឿងសរសេរអក្សរមិនស្អាតចុះលើកនេះរឿងអ្វីទៅគឺរឿងអានអក្សរខុសមួយទូឯងនៅសើចទៀតចៅវាយឯងចិត្តឈួតដោយសារអាស្ដេចកំណាចនោះទៅហើយឯងនៅសើចចេញទៀតមែនទេអ្នកនាងតើអ្នកនាងធ្លាប់គិតទេថាហេតុអ្វីបានជាអ្នកនាងតែងតែយល់សប្តិឃើញព្រះអង្គគេថាយល់សប្តិព្រោះថ្ងៃគិតច្រើនមកពីពេលថ្ងៃគាត់ធ្វើឲ្យខ្ញុំខ្លាចខ្លាំងពេកនឹងណាក្រៅពីខ្លាចគាត់តើឲ្យខ្ញុំគិតពីអ្វីផ្សេងទៀតទៅឯងមើលមកខ្ញុំក្នុងន័យអ្វីហ្នឹងគ្មានន័យអ្វីទេអ្នកនាងថ្ងៃនេះទៅបណ្ណាល័យទៀតទេទៅនៅសល់ពី3ទំព័រទៀតអានមិនទាន់ចប់ថ្ងៃនេះត្រូវតែអានឲ្យចប់អូមែនហើយយប់មិញខ្ញុំឃើញរឿងគួរឲ្យចាប់អារម្មណ៍ក្នុងកំណត់ត្រារបស់ម៉ាក់ខ្ញុំកាលម៉ាក់ខ្ញុំរៀបចំពិធីបុណ្យចម្រើនព្រះជន្មគាត់បានកត់ត្រាប្រភពនិងអត្ថន័យនៃកាដូនីមួយយ៉ាងលម្អិតគាត់ថាព្រះមាតាម្ចាស់ចូលចិត្តភាពថ្លៃថ្នូរកាដូមិនសំខាន់លើតម្លៃទេតែសំខាន់លើទឹកចិត្តឧទាហរណ៍កែបសេះដែលមេតពេកាំងជូនមើលទៅសាមញ្ញតែមានន័យថាសន្តិភាពពេញប្រទេសចំណែកត្បូងធំពីខាងត្បូងមើលទៅថ្លៃថ្នូរតែតាមពិតគឺសាមញ្ញពេកព្រះមាតាម្ចាស់មិនសំបីតែប៉ះអ្នកនាងមើលរឿងទាំងនេះពេញមួយថ្ងៃមែនទេនៅមានរឿងនេះទៀតម៉ាក់ខ្ញុំថារឿងដែលព្រះមាតាម្ចាស់យកចិត្តទុកដាក់បំផុតមិនមែនជាកាដូទេតែគឺជាកំណាព្យឲ្យពរជ័យពីព្រះស្នំគ្រប់អង្គបើសរសេរបានល្អព្រះអង្គនឹងចងចាំពេញមួយឆ្នាំមូរងជីងឲ្យខ្ញុំចម្លងសៀវភៅមិនមែនឲ្យខ្ញុំហាត់អក្សរលេងទេគឺគាត់ចង់ឲ្យខ្ញុំត្រៀមខ្លួនសរសេរកំណាព្យថ្វាយព្រះមាតាម្ចាស់គាត់ចង់ឲ្យខ្ញុំលេចធ្លោក្នុងពិធីបុណ្យប៉ុន្តែខ្ញុំមិនយល់ទេហេតុអ្វីគាត់ត្រូវធ្វើបែបនេះការឲ្យខ្ញុំលេចធ្លោមានប្រយោជន៍អ្វីដល់គាត់ជាស្ដេចគួរតែរក្សាទល់ឲ្យភាពក្នុងវាំងតែពេលនេះគាត់បែរជាធ្វើឲ្យទឹកល្អក់ទៅវិញប្រហែលជាព្រះអង្គគ្រាន់តែចង់ឲ្យអ្នកនាងរស់នៅបានសុខស្រួលប៉ុណ្ណោះសៀវឈុយចិត្តបរោះមិនមែនគិតបែបនេះទេជាពិសេសបរោះដែលជាស្ដេច
ខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះអង្គដោយសារមានការរំខានតាមផ្លូវទើបមកយឺតបន្តិចសូមព្រះអង្គអភ័យទោសតើត្រូវរទេះរបស់អ្នកណាស្ទាក់ផ្លូវហេតុអ្វីព្រះអង្គជ្រាបអង្គុយចុះយើងមិនត្រឹមតែដឹងថាឯងត្រូវគេស្ទាក់ផ្លូវទេតែថែមទាំងដឹងថាជារទេះរបស់ទឺហ្វីទៀតផងរឿងរ៉ាវក្នុងវាំងក្រោយនេះគ្មានអ្វីដែលយើងមិនដឹងនោះទេចុះព្រះអង្គជ្រាបទេថាហេតុអ្វីទឺហ្វីស្ទាក់ផ្លូវខ្ញុំម្ចាស់ព្រោះតែម្សិលមិញឯងដណ្ដើមការងាររៀបចំបណ្ណាល័យពីសៀនហ្វីហើយថ្ងៃនេះនាងកលថាឯងមានកំណត់ត្រាអាចកំបាំងនៃពិធីបុណ្យទៀតគ្រាន់តែសៀនហ្វីម្នាក់ក៏ពិបាកដោះស្រាយហើយឥឡូវថែមទឺហ្វីម្នាក់ទៀតសៀយុនស៊ូស្ថានភាពឯងពេលនេះគឺស្រូវនៅជុំទិសតែម្ដងព្រះអង្គពិតជាចេះលួងចិត្តមនុស្សមែនប៉ុន្តែត្រូវចាំរឿងមួយរឿងអ្វីទៅសត្រូវជុំទិសមិនមែនជាផ្លូវតទេយើងគឺជាកងទ័ពជំនួយរបស់ហែងជ្រាបហើយព្រះអង្គសោយទៅមហូបត្រជាអស់ហើយចុះខាងទឺហ្វីនិយាយយ៉ាងម៉េចដែរក្រាបទូលព្រះនាងខាងទឺហ្វីបានរៀបចំរួចរាល់ហើយថ្ងៃពិធីបុណ្យកន្លែងអង្គុយរបស់សៀតាយីងនឹងត្រូវគេរៀបចំឲ្យនៅចុងក្រោយគេបង្អស់ដល់ពេលនោះនាងសំបីតែព្រះភ័ក្ត្រព្រះមាតាម្ចាស់ក៏មិនប្រកាសថាបានឃើញផងនៅចុងក្រោយគេមែនទេវាងាយស្រួលពេកហើយអ្វីដែលយើងចង់បានមិនមែនឲ្យនាងខ្មាស់គេទេតែគឺឲ្យនាងធ្វើខុសចុះមនុស្សដែលលោកឪពុករៀបចំរួចរាល់ហើយឬនៅរួចរាល់ហើយលោកស្រីទី2នៃដំណាក់មេតបលីវនឹងថ្វាយរូបបៈក្នុងពិធីបុណ្យបន្ទាប់ពីថ្វាយរួចនាងនឹងចូលទៅជូនស្រាដល់ពេលនោះនាងនឹងធ្វើជាជ្រោដៃជាស្រាទៅលើខ្លួនសៀយុនស៊ូចរិតដូចសៀយុនស៊ូច្បាស់ជាមិនព្រមនៅស្ងៀមឡើយឲ្យតែនាងបង្ករឿងក្នុងពិធីបុណ្យទោះបីជាព្រះអង្គចង់ការពារនាងយ៉ាងណាក៏ដោយក៏ព្រះមាតាម្ចាស់មិនលើកលែងឲ្យដែរ